កម្ពុជាបន្តទទួលរងអតិពលជួទី9ឈ្មោះប៉ាវីខណៈអាជ្ញាធរអំពីវិនិច្ឆ័យទៅដល់បងប្អូនដែលរស់នៅតំបន់ភ្នំទំនប់ទឹកឬស្ទឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រោះស្ថានភាពទឹកភ្លៀងហូរធ្លាក់ពីលើភ្នំមានល្បឿនលឿនក្រសួងធនធានទឹកនិងអូតូនិយមនៅព្រឹកថ្ងៃទី13ខែកក្កដានេះបានឲ្យដឹងថាជួទី9ឈ្មោះប៉ាវីនៅតែបន្តមានអតិពលមកលើប្រទេសកម្ពុជាដែលស្ថានភាពបែបនេះនឹងធ្វើអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី13រហូតដល់ថ្ងៃទី15ខែកក្កដានេះមានភ្លៀងធ្លាក់ស្ទើរពេញប្រទេសដែលរួមជាមួយនឹងខ្យល់កន្ត្រាក់និងផ្គររន្ទះផងដែរសូមជម្រាបផងដែរថាស្ថានភាពជំនន់នៃទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់បានធ្វើឲ្យទឹកជន់លិចយ៉ាងខ្លាំងតាមបណ្ដាខេត្តមួយចំនួនតួយ៉ាងនៅទំនប់ពៀនពូលស្ថិតនៅក្នុងភូមិបេងឃុំចំបក់ស្រុកភ្នំស្រួចនៅថ្ងៃទី12ខែកក្កដាឆ្នាំ2026ធ្វើឲ្យនារីម្នាក់ឈ្មោះវឿនសេរីនិចអាយុ19ឆ្នាំជាប់នៅលើទំនប់កងកម្លាំងនគរបាលបានសហការជាមួយប្រជាការពារភូមិធ្វើការជួយអន្តរាគមន៍សង្គ្រោះនារីនោះបានជោគជ័យនេះបញ្ជាក់តាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃអាទិត្យទី12ខែកក្កដាភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញក៏បានបង្កឲ្យមានផលប៉ះពាល់ផងដែរទៅដល់បណ្ដាស្រុកនៅខេត្តមួយចំនួនដូចជាស្រុកកំពង់សិលានៅខេត្តព្រះសីហនុស្រុកសំឡុតនៅខេត្តបាត់ដំបងស្រុកស្រែអំបិលព្រមទាំងព្រែកជីផាត់នៅខេត្តកោះកុងជាដើមជាមួយគ្នានេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹងថានៅព្រឹកថ្ងៃទី12ខែកក្កដាដោយសារតែស្ថានភាពអាកាសធាតុនៅក្នុងមូលដ្ឋានស្រុកសំឡុតនៅខេត្តបាត់ដំបងមានភ្លៀងធ្លាក់យ៉ាងគំហុកចាប់តាំងពីយប់ថ្ងៃទី11ខែកក្កដាបានបង្កឲ្យមានចំនួនទឹកភ្លៀងជាថ្មីម្ដងទៀតទឹកភ្លៀងបានហូរធ្លាក់យ៉ាងខ្លាំងចុះមកផ្នែកខាងក្រោមហើយផ្លូវធ្វើដំណើរមួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារតែចរន្តទឹកហូរបុកនគរបាលបានអំពាវនាវទៅដល់បងប្អូនដែលរស់នៅតំបន់ភ្នំមានទំនប់ទឹកឬស្ទឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ព្រោះស្ថានភាពទឹកភ្លៀងហូរធ្លាក់ពីលើភ្នំមានល្បឿនលឿនស្របពេលដែលភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាលឲ្យមានការជន់លិចតាមច្រកអូរស្ទឹងដែលជាហេតុបង្កឲ្យមានផល